រឿងnày nè taoគ្នាគួរតែដឹងមុនពេលដែលទៅមើល FIFA World Cup ជាលើកទី1ជាពិសេសនៅសហរដ្ឋអាមេរិកសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំបានមកដល់មុខ FIFA World Cup Stadium ហើយមកដល់ Stadium ហ្នឹងគឺថាអូយនិយាយថាពីវេទនាដោយសារតែមនុស្សច្រើនយើងធ្វើដំណើរ2ម៉ោងជាងទៅមកដល់ហើយតម្រង់ជួរយូរខ្លាំងមែនតើឆ្អៀតហើយតម្រាំដាមកដល់គឺរាប់សិបម៉ោងទៀតតែម្ល៉េះតែឥឡូវយើងបានមកដល់ហើយដើរជួយទៀតដល់ហើយមនុស្សច្រើនមែនតើគ្រប់ជាតិសាសន៍ភាគច្រើនគឺគេគ្រប់គ្រងបារាំងដើម្បីជាប់អញ្ចឹងណាហើយខ្ញុំក៏គ្រប់គ្រងបារាំងដែរតែពាក់អាវខ្មែរដោយសារយើងចង់ឲ្យគេឃើញខ្មែរតោះឥឡូវយើងចូលទាំងអស់គ្នាដំណើរមកដល់គឺមានការវេទនាជាខ្លាំងទី1ផ្លូវស្ទះសាហាវផ្លូវធ្លាប់ទៅជិះកន្លះម៉ោង2ម៉ោងជាងមិនទាន់មកដល់ផងហើយរកកន្លែងពិបាកកន្លែងចតឡានពិបាកមកចប់ឥឡូវបានមកដល់ហើយចូល bidding cost ទៀតចឹងត្រូវតែដើរដោយថ្មើរជើងចំណុចទី1គឺ arrive early មកឲ្យបានលឿនជាទីបំផុតបើសិនជា game ចាប់ផ្ដើមម៉ោង3យើងគួរតែមកយ៉ាងហោចណាស់ឲ្យបានមុន2ទៅ3ម៉ោងអញ្ចឹងពីព្រោះគឺ security line ហើយមនុស្សជាច្រើនមកជុំតែមួយគ្នាអញ្ចឹងទៅផ្លូវក៏ស្ទះកន្លែងរងចាំក៏យូរផ្លូវតម្រង់ជួរក៏វែងនិយាយទៅគឺថាមកឲ្យបាន early មកកុំឲ្យខកគេខាងក្រោយនេះ75រៀលចូលទៅមានម្យ៉ាមានអីផឹកមានអីញ៉ាំគេកោយើងគឺកន្លែងនេះហើយទឹកសុទ្ធមកដល់$5ចំណុចទី2គឺសំខាន់ណាគឺ wear comfortable clothes ពាក់អាវអីស្រួលៗជាពិសេសគឺស្បែកជើងហ្មងដោយសារយើងធ្វើដំណើរច្រើនណាតាំងពីការធ្វើដំណើរពី parking lot ពេលដែលយើងចុះចតហ្នឹងមករហូតមកអាទេសភ្លើងជាពិសេសការធ្វើដំណើរចូលទៅក្នុង stadium ហើយរងចាំចូល stadium តែម្ដងគឺពាក់អីឲ្យស្រួលៗជាពិសេសគឺស្បែកជើងតែម្ដងខ្ញុំពាក់ស្បែកជើងផ្ទាត់ឡើងដាច់អស់មួយចាហៀងមិនធម្មតាណាហើយមើលអាកាសធាតុមុននឹងទៅពីព្រោះពេលខ្លះយើងអាចភ្លៀងអាចក្តៅខ្លាំងពេកហើយធ្វើឲ្យយើងពិបាកក្នុងការដែលយើងនឹងពាក់កៅអៅអត់ត្រូវអញ្ចឹងប្រយ័ត្នមែនតើក្នុងការស្លៀកពាក់នឹងឲ្យបានត្រឹមត្រូវកុំអីណាស្បែកជើងកែងអីណាពាក់រ៉ូបហັບរៀងរឹបប្រាងអីហ្នឹងទៅហើយចំណុចទី3គឺប្រយ័ត្នប្រយែងមែនតើទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាអត់ធ្វើចំណុចហ្នឹងទៅគឺនឹងខាតបង់ធំហើយគឺ bring only small bag ត្រូវតែស្ពាយកតាបតូចទេដោយកតាបដែលខ្ញុំកំពុងតែស្ពាយខ្ញុំភ័យណាខ្ញុំខ្លាចតែធំឯណាក៏ប៉ិតវាចង់រៀងធំហើយប៉ុន្តែគេអនុញ្ញាតឲ្យចូលដែរគឺស្ពាយកតាបតូចហើយបើសិនជាអ្នកទាំងអស់គ្នាចង់ស្ពាយកតាបធំក៏បានដែរប៉ុន្តែកតាបធំត្រូវតែជាថ្លាមើលធ្លុះទៅខាងក្រោយហ្មងពីព្រោះ stadium ភាគច្រើនគឺគេអត់ឲ្យយើងយកកាបូបធំឬកាបូបរៀងខុសសាយហ្នឹងចូលបានគឺកាបូបត្រូវតែតូចហើយកាបូបត្រូវតែ clear មើលធ្លុះទៅខាងក្រោយនេះគឺជាច្បាប់របស់គេហ្មងអញ្ចឹងយើងទៅដល់នោះយើងអាចប្រកែកជាមួយគេបានណាអញ្ចឹងឆែកមើលច្បាប់របស់គេសិនមុននឹងចង់យកកាបូបចឹងទៅចំណុចទី4ទាំងអស់គ្នាត្រូវតែសិក្សាអំពីការធ្វើដំណើរតាមទាំងអស់គ្នាធ្វើដំណើរតាមរយៈឡានគេជូនមកឬក៏ទាំងអស់គ្នាធ្វើដំណើរតាមឡានក្រុងឬក៏អតិភ្លើងពីព្រោះការធ្វើដំណើរទាំងអស់ហ្នឹងគឺវាប៉ះពាល់នៅក្នុងការត្រឡប់ទៅវិញរបស់អ្នកទាំងអស់គ្នាមិនថាអ្នកទាំងអស់គ្នាយកឡានមកគឺត្រូវចងចាំថាផ្លូវក៏ស្ទះកន្លែង parking ឡានហ្នឹងក៏ថ្លៃមហាថ្លៃហើយរងចាំយូរទៀតប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាជ្រើសរើសការធ្វើដំណើរតាមឡានក្រុងឬក៏អតិភ្លើងត្រូវសិក្សាអំពីគេហៅខ្សែផ្លូវធ្វើដំណើរហ្នឹងឲ្យបានច្បាស់លាស់តែម្ដងហើយក៏ថ្លៃដែរហើយក៏ស្ទះដូចតែគ្នាហ្នឹងគ្រាន់តែថាយើងមានអារម្មណ៍ថារៀងងាយស្រួលបើសិនជាយើង plan វាមុនណាចំណុចទី5គឺគួរណាតែ download ticket របស់យើងនឹងចូលក្នុងទូរស័ព្ទដៃយើងឲ្យហើយដោយសារតែសម័យនេះគឺគេលែងប្រើกระดาษហើយគឺគេអ្វីគឺគេប្រើនៅក្នុង digital ទាំងអស់អញ្ចឹងឲ្យ save ពេលវេលាបានលឿនយើងគ្រាន់តែ screenshot សំបុត្ររបស់យើងចូលក្នុងទូរស័ព្ទយើងប្រហែលជាពេលខ្លះដល់កន្លែងហ្នឹងអ៊ីនធឺណិតយើង slow អត់ដែរយើងពិបាកយកសំបុត្រអត់បានមានការយឺតយ៉ាវចំណុចទី6ដោយសារតែយើងចង់ចូលទៅក្នុង stadium ហ្នឹងថតរូបច្រើនថតវីដេអូច្រើន live stream ច្រើនប្រយ័ត្នអស់ថ្មទូរស័ព្ទអញ្ចឹងល្អបំផុតគឺយើងគួរតែយក portable charger យើងទៅពីព្រោះអីបើសិនជាយើងថតហើយបានវីដេអូហើយតែចង់ចេញមកវិញគឺយើងត្រូវការទូរស័ព្ទដើម្បីទៅហៅឡានមកយកយើង Uber ឬក៏ Lyft ហើយយើងជិះអទេសភ្លើងឬក៏ឡានក្រុងយើងត្រូវការផែនទីដើម្បីមើលផ្លូវយើងត្រូវការយកសបុតយើងត្រូវការយកអីចេញពីទូរស័ព្ទយើងណា
ប្រយ័ត្នអស់ថ្មហ្នឹងគឺបញ្ហាធំហ្មងអញ្ចឹង power bank គឺវាជួយ save ថ្ងៃនឹងសម្រាប់យើងហ្មងចំណុចទី1ខ្ញុំផ្លិចហើយប៉ុន្តែអ្វីនៅក្នុងនោះទាំងអស់គឺថ្លៃណាទាំងអស់គ្នាធ្វើម៉េចអាហ្នឹងគឺ rule របស់គេស្អីក៏ថ្លៃដែរអ្វីកៅអៅ scarf ស្អីក៏ដោយដែល related ជាមួយនឹង game អ្នកទាំងអស់គ្នាកំពុងទៅហ្នឹងគឺថ្លៃអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ចង់ save លុយមិនគួរណាទិញនៅក្នុងហ្នឹងឯងគឺថ្លៃសាហាវនេះខ្ញុំឡើងមកដល់ stadium ខាងលើណាទាំងអស់គ្នាតម្រាំឡើងដល់ចង់ដាច់ជើងហ្មងអញ្ចឹងម្ដងទៀតគឺប្រយ័ត្នប្រយែងរឿងស្បែកជើងប្រយ័ត្នប្រយែងជាមួយនឹងការស្លៀកពាក់មែនតែនអញ្ចឹងម្ហូបទាំងអស់នៅក្នុងហ្នឹងជាមួយនឹងភេទជ្ជៈទាំងអស់គឺទាំងអស់គ្នាអាចយកពីខាងក្រៅបានទេគឺត្រូវតែទិញនៅក្នុងហ្នឹងហ្មងអញ្ចឹងវាស៊ីលុយទាំងអស់គ្នាមួយសាទៀតហើយម្ហូបជាមួយនឹងទឹកគឺមហាកំពូលថ្លៃយកតែមែនតែនតែធ្វើម៉េចហ្គេមរហូតដល់6 7ម៉ោងនិយាយទៅយើងធ្វើដំណើរ6 7ម៉ោងហ្គេម2 3ម៉ោងចុះសរុបទាំងអស់គឺយើងចំណាយពេលវេលានៅក្នុងនឹងយូរហើយយើងត្រូវ clear ត្រូវស្រែកទឹកអញ្ចឹងមួយថ្ងៃហ្នឹងទាំងអស់គ្នាត្រៀមមកហើយត្រៀមយកលុយមកចាយហើយតែម្ដងទៀតណាលុយគឺគេអត់ចាយលុយសុទ្ធទេគឺអ្វីទាំងអស់គឺប្រើកាតទាំងអស់អញ្ចឹងបើទាំងអស់គ្នាកាន់លុយសុទ្ធមកគឺអត់មានអ្នកណាយកណាត្រូវត្រៀម credit card debit card ឲ្យហើយមិនដឹងថា World Cup ក្នុងមួយឆ្នាំគេបានលុយរាប់ម៉ឺនរាប់លានរាប់សែនកោតប្រហែលទេទាំងអស់គ្នាហើយគ្រាន់តែសម្បត្តិខ្ញុំម្នាក់ណាហើយអង្គុយចុងពោចគេលំដាប់អន់ជាងគេសម្បត្តិមួយណាតម្លៃ$700ជាងអាហ្នឹងថោកបំផុតណាហើយ$700ជាងហ្នឹងគឺខ្ញុំទិញតាំងពីដំបូងគេចេញមកភ្លាមហ្មងឡា6 7ខែមុនបើសិនជាទុកដល់ឥឡូវក៏ឡើងថ្លៃដែរប៉ុន្តែយើងអត់លក់ពីព្រោះយើងចង់ទៅហើយអញ្ចឹងគូដែលខ្ញុំមើលហ្នឹងគឺបារាំងវាយជាមួយនឹងស៊ីនីហ្គាល់ហើយចុងក្រោយគឺបារាំងបាន3គ្រាប់ស៊ីនីហ្គាល់បានតែ1គ្រាប់ទេ
cho mà hộp để dương nhắm hay dương tộc ná ní tộc hổm trơn nâng món pe để cái đá trôi mau mai lực cho lực la ngạc cái cả lon phong hay phong ngư dặm hử môi tiền thằng ác này nó pe đã kê hiệp toạt trồ ấy chân được có bị trồ được ấy chân mà nè ngợp cụt ấy anh ấy giờ khơi nó không thị vi á hay nó pe đã kê break time á nhưng tầm khơi cái vô tật mà banh spa nó bây vì sao hay nó cái hai tha đặt tật ao từ smile cho mùi nắng nè đây cái là con có thật tật đài lấy game lên mà to tới đây khi mà nè hạp cụt lột đâu pe hạp cụt chân dương thở tầng ngợp ta bị phụ bị băng bị mơm khơi tao kia thở tại enjoy moment năng là sao tao việc go by so fast tham mình vi lươn mình tan mà sao dương mơ tụt để sao lươn này tay dương mau nó á rắm dương excited phong dương mau hot phong hay mình nữ chung quanh năng phong vậy tao cứ game nó cứ lươn mình tan how expect người thái này đã chụp dương comment tha kê control nào về dương control đài được nhóm control prang đập bên này coi chụp nhóm mỏng á control Senegal chẳng mơ ta con mỏ sơ si kia mà này bàn tay mà ấy you don't care right That France goal scored by number ទិញ FIFA ចូលទិញអវ៉ាន់នៅ FIFA Store ដែរឲ្យបងប្អូនតែយើងមើលឡាញណាឃើញឡាញខ្ជិលទិញបដ ாய் អញ្ចឹង fan អត់ដដែល